ថ្ងៃត្រង់កណ្ដាលវាលកំដៅឡើងខ្លាំងណាស់ខ្ញុំដើររេរាក្បែររបងផ្ទះលោកពូចង់បេះស្វាយខ្ចីយកមកញ៉ាំជុំគ្នាចង់លុយមួយស្វាយគេមែនទេបងស្រាប់តែលឺសូរក៏ហឹមចេញពីក្នុងរបងអាត្នោតចេញមកភ្នែកវាឡើងក្រហមងាំងវាសម្លឹងមកបងដូចចង់ប្រាប់ថាឯងចប់ហើយអូយអាត្នោតដេញខំបងហើយវើយរត់ឲ្យលឿនទៅបងកុំនៅឈរមើលរត់ជុំវិញភូមិហត់ចង់ដាច់ខ្យល់ស្លាប់ហើយរត់ណាស់ឲ្យលឿនរុនលឿនតិចវាខំគូតវាដេញមិនឈប់ដូចខឹងនឹងបងរឿងអីខំដាច់ខោបាត់សាយផ្អើលអស់អ្នកចិត្តខាងខ្វះគេណាស់បងអើយខោដាច់អស់ហើយជើងទេរត់កាត់ដីជន់ទាំងបន្លាព្រៃដីហុយត្រលោមជន់ទាំងអាចគោទៀតហើយយោសំមុខឲ្យបងជន់អាចគោទៀតម៉ែឈរច្រកក្អមសើចឡើងរឹងពួងបាត់គាត់ថាឲ្យកូនស្វាត្រូវឆ្កែប្រដៅខ្លាំងទៅអាម៉ៅណាមកជួយមានតែអ្នកមកសើចអូនក៏សើចដែរព្រោះបងរត់ដោយស្វាស្អែកឡើងឃើញវាដេកចាំផ្លូវខ្ញុំទៀតហើយយ៉ាវាចាំមើលថាបងហ៊ានមកទៀតទេវាក្រវីកន្ទុយធ្វើដូចគ្មានរឿងកើតឡើងវាចង់ដូរខោថ្មីឲ្យបងមែនទេបងលែងហ៊ានហើយបងលែងហ៊ានហើយលែងលួចទៀតហើយខ្លាចថ្មិញស្រួចរបស់អាត្នោតខ្លាំងណាស់ខ្លាចហើយអូយអាត្នោតដេញខំបងហើយវើយរត់ឲ្យលឿនទៅបងរត់ជុំវិញភូមិហត់ចង់ដាច់ខ្យល់ស្លាប់ហើយរត់ណាស់រត់ទៅតិចវាដាច់ខោវាដេញមិនឈប់